សុបិនមិត្តស្រាតគ្មានសម្លៀកបំពាក់តាមទំនៀមសុបិនបុរាណនិងជំនឿរបស់ប្រជាជនខ្មែរនិងជាផ្សេងទៀតសុបិនឃើញមិត្តរបស់ខ្លួនឯងស្រាតគឺមានន័យជាច្រើនដ៏សំខាន់ដែលគួរបំភ្លឺនិងយកចិត្តទុកដាក់ជាទូទៅសុបិនឃើញមិត្តស្រាតអាចសម្គាល់ពីការបាត់បង់សមិទ្ធផលការបាត់បង់អតិថិជនឬអ្វីដែលយើងធ្លាប់មានទំនុកចិត្តលើវាព្រមទាំងវាអាចបញ្ជាក់ថាមិត្តរបស់អ្នកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមខ្លាំងមួយដែលប្រហែលជាត្រូវការជំនួយផ្លូវចិត្តឬការឧបត្ថម្ភផ្សេងមើលនៅផ្នែកទស្សនៈផ្លូវអារម្មណ៍វិញវាក៏អាចមានន័យថាការមានភាពមិនមានការពារសភាពបង្ហាញចំហពីអត្តសញ្ញាណផ្ទាល់ខ្លួនដោយមិត្តរបស់អ្នកប្រហែលកំពុងរងការរំខានផ្លូវអារម្មណ៍ឬក៏កំពុងប្រឈមនឹងស្ថានភាពដែលធ្វើឲ្យគេមានការបង្ហាញអត្តចរិតពិតប្រាកដរបស់ខ្លួនក្នុងករណីដែលអ្នកក្នុងសុបិនមានអារម្មណ៍ខ្លាចខ្មាស់ឬមានអារម្មណ៍មិនល្អពីការឃើញមិត្តស្រាតនោះអាចបញ្ជាក់ថាមានការព្រួយបារម្ភឬការមិនទំនេរចិត្តពាក់ព័ន្ធនឹងទំនាក់ទំនងរបស់អ្នកជាមួយមិត្តនោះវាជាសញ្ញាថាមានអ្វីមួយមិនប្រក្រតីកំពុងកើតឡើងក្នុងទំនាក់ទំនងឬតាក់ទងនឹងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកផងដែរការបកស្រាយសុបិនមិនមែនតែមើលតាមន័យផ្ទាល់នោះទេគឺត្រូវពិចារណាពីបរិបទជីវិតផ្ទាល់ខ្លួនព្រមទាំងអារម្មណ៍ដែលអ្នកមានក្នុងពេលសុបិននោះផងសុបិនតែមួយអាចមានន័យខុសគ្នាសម្រាប់មនុស្សនីមួយៗព្រោះជីវិតពិតរបស់នរណាមួយក៏ខុសគ្នាផងដែរដូចនេះបើចង់យល់អត្ថន័យឲ្យបានត្រឹមត្រូវគួរតែពិចារណាទាំងសុបិននិងអ្វីកំពុងកើតមានជាមួយអ្នកនៅពេលបច្ចុប្បន្នផងលេខសំណាងដែលពាក់ព័ន្ធនឹងសុបិនឃើញមិត្តស្រាតក្នុងប្រពៃណីទំនៀមសុបិនខ្មែរពេលសុបិនឃើញមិត្តស្រាតជាញឹកញាប់យកទៅបកប្រែជាលេខសំណាងដូចនៅក្នុងវីដេអូនេះលេខធំៗ 051 60 16 61លេខបន្ថែម 05 50 15 51ប្រសិនបើសុបិនឃើញមិត្តស្រីស្រាតអាចប្រើលេខ 60 16 056ប្រសិនបើសុបិនឃើញមិត្តប្រុសស្រាតអាចប្រើលេខ 61 15 51សូមចងចាំការបកស្រាយសុបិនគឺត្រូវយកទុកសម្រាប់ការកំសាន្តការពិចារណាផ្លូវទំនេរចិត្តនិងជំនឿផ្ទាល់ខ្លួនមិនគួរប្រើវាដើម្បីសម្រេចចិត្តសំខាន់ៗក្នុងជីវិតទេការរស់នៅពិតប្រាកដតែងតែអាស្រ័យលើការខិតខំនិងការប្រឹងប្រែងផ្ទាល់ខ្លួនជាងគេសូមចងចាំថាយើងខ្ញុំមិនបានណែនាំឲ្យបងប្អូនទាំងអស់គ្នាយកលេខនឹងទៅលេងឆ្នោតឬល្បែងដោយគ្មានការពិចារណាទេល្បែងតែងតែនាំមកនូវសេចក្តីវិនាសអរគុណសម្រាប់ការទស្សនាវីដេអូនេះប្រសិនបើអ្នកពេញចិត្តសូមចុច like និង subscribe ហើយចុចសញ្ញារូបកណ្ដឹងសម្រាប់ការជូនដំណឹងថ្មីៗសូមអរគុណ